ក្នុងភាសាចិនណាយើងចង់សួរគេថាហេតុអីបានអ្នកឯងមកយឺតម៉េះហេតុអីបានអ្នកឯងទៅយឺតម៉េះអញ្ចឹងយើងសួរគេថាម៉េចអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានមកពាក្យពាក់ព័ន្ធទៅនឹងយឺតដែលយឺតមកពាក្យហ្នឹងចង់សំដៅដល់ថាទៅយឺតក៏បានមកយឺតក៏បានដែលពាក្យនោះយើងអានថា迟到បាទសូមអានម្ដងទៀត迟到យឺតបាទអញ្ចឹងយើងបង្កើតប្រយោគមួយដែលយើងចង់សួរគេថាហេតុអ្វីអ្នកមកយឺតបាទអញ្ចឹងយើងនិយាយថា你为什么迟到បាទសូមអានម្ដងទៀត你为什么迟到ហេតុអ្វីអ្នកមកយឺតអញ្ចឹងពាក្យថា迟到អាចបានន័យសំដៅដល់ថាមកយឺតក៏បានទៅយឺតក៏បានបាទអញ្ចឹងយើងប្រើប្រាស់ទៅតាមបរិបទនៃប្រយោគដែលយើងចង់និយាយឬក៏ចង់សួរគេឥឡូវយើងសាកបង្កើតមកប្រយោគទៀតដែលយើងចង់ប្រាប់គេថារបៀបថាទស្សនភាពហ្នឹងយើងមករៀងយឺតអីចឹងយើងចង់ប្រាប់ខ្ញុំយឺតហើយអញ្ចឹងយើងនិយាយបានថា我迟到了បាទ我迟到了ខ្ញុំយឺតហើយរបៀបអញ្ចឹងណាបាទអរគុណចាស់សម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយបាយបាយ